ចាសូមជំរាបសួរទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបគ្នាសាជាថ្មីជាមួយនឹងការព្យាករណ៍រិស័យប្រចាំខែកក្កដាសម្រាប់ខែ7នេះផ្ទាល់តែម្ដងចាហើយអ្នកគ្រូក៏អធិស្ឋានផងដែរសម្រាប់ការចេញវីដេអូយឺតយ៉ាវដោយសារមួយរយៈនេះអ្នកគ្រូមានបញ្ហាសុខភាពហើយទើបនឹងបានធូរស្រាលអញ្ចឹងក៏មានការយឺតយ៉ាវក្នុងការចេញវីដេអូជូនបងប្អូនទាំងអស់គ្នាហើយក៏អរគុណសម្រាប់ការគាំទ្រការតាមដាននិងការឆាតមកសួរសុខទុក្ខសម្រាប់អ្នកគ្រូដូចគ្នាចាក៏សូមអរគុណបងប្អូនមែនតើដែលនៅតែគាំទ្រនិងស្រឡាញ់ចូលចិត្តអ្នកគ្រូដូចដើមអញ្ចឹងសង្ឃឹមថាវីដេអូមួយនេះរៀងយឺតយ៉ាវបន្តិចមែនហើយក៏សង្ឃឹមថាបងប្អូននៅតែបន្តគាំទ្រនិងនៅតែតាមដានចំពោះការព្យាករណ៍រិស័យរបស់អ្នកគ្រូណាចាហើយសម្រាប់ការព្យាករណ៍នេះដែរគឺដោយសពរដងអញ្ចឹងគឺអ្នកគ្រូលើកយករិស័យឆ្នាំទាំង12មកធ្វើការព្យាករណ៍ជូនពុកម៉ែបងប្អូនទាំងអស់គ្នាគឺចាប់ពីឆ្នាំជូតរហូតដល់ឆ្នាំកុលណាអញ្ចឹងឥឡូវយើងមកតាមដានថានៅក្នុងខែកក្កដានេះអ្នកកើតឆ្នាំទាំង12ចាយើងនឹងត្រូវជួបបញ្ហាអីខ្លះចឹងបងប្អូនមកតាមដានទាំងអស់គ្នាណាចាឥឡូវយើងចាប់ផ្ដើមពីឆ្នាំជូតទៅសម្រាប់លោកអ្នកដែលកើតឆ្នាំជូតនៅក្នុងខែកក្កដានេះផ្ទាល់លោកអ្នកអាចមានអារម្មណ៍ផ្លាស់ប្ដូរលឿនចាអាចម្ដងក្តៅម្ដងត្រជាក់ម្ដងល្អម្ដងអាក្រក់ម្ដងសុបាយចិត្តម្ដងក៏កើតទុកបើសួរថាលោកអ្នកមានបញ្ហាអីអត់ដឹងខ្លួនឯងថាកំពុងជួបបញ្ហាអីទេប៉ុន្តែគឺអារម្មណ៍របស់យើងផ្លាស់ប្ដូរលឿនមែនតើហើយនៅក្នុងខែនេះដែរលោកអ្នកក៏អាចមានឱកាសនឹងមានគេហៅថាអារម្មណ៍ល្អឬមានមនោសញ្ចេតនាទៅកាន់អ្នកណាម្នាក់អាចជាមិត្តភ័ក្តិអាចជាអ្នកជិតខ្លួនណាចាឬក៏អ្នកខ្លះអាចកំពុងតែចាប់អារម្មណ៍ទៅលើអ្នកណាម្នាក់ដូចគ្នាអាចក្នុងន័យស្នេហាហ្នឹងក៏អាចនឹងមានដែរចាហើយសម្រាប់បើរឿងលុយកាក់វិញនៅក្នុងខែនេះអ្នកកើតឆ្នាំជូតចាតំណែងលុយកាក់របស់លោកអ្នកឃើញថាអាចមានភាពល្អប្រសើរជាងមុនមិនថាលោកអ្នកកំពុងជាប់គាំងឬក៏រាំងស្ទះរងចាំដំណឹងរឿងលុយកាក់ណាមួយទេនឹងអាចមានដំណឹងល្អចូលមកវិញដែលធ្វើឲ្យលុយកាក់របស់យើងអាចនឹងមានដំណោះស្រាយដែលល្អៗណាមិនធ្វើឲ្យលោកអ្នកអាចថាពិបាកឬតានតឹងខ្លាំងពេកទេចាហើយសម្រាប់នៅក្នុងខែនេះអ្នកកើតឆ្នាំជូតបើសិនជាលោកអ្នកអាចនឹងមានការទៅប្រឡងប្រណាំងមានការប្រកួតប្រជែងនៅកម្មវិធីអីណាមួយឬក៏ធ្វើការងារណាមួយណាលោកអ្នកអាចនឹងមានឱកាសចានឹងទទួលបានជោគជ័យដូចគ្នាហើយក៏អាចបានលាភសក្ការៈពីការងារឬក៏អ្វីដែលយើងត្រូវធ្វើហ្នឹងគឺអាចនឹងមានលទ្ធផលដែរនៅក្នុងខែនេះណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងសុខភាពលេខសុខភាពរបស់អ្នកកើតឆ្នាំជូតនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាអាសាឈឺភ្នែកចាអញ្ចឹងរៀងប្រយ័ត្នបរិវេណភ្នែករបស់យើងបន្តិចទៅចាมันមានជំងឺអីប៉ះពាល់ធ្ងន់ទេប៉ុន្តែគាត់ថាអាចមានបញ្ហាឈឺភ្នែកឈឺអីតិចតួចនេះឯងណាអញ្ចឹងក៏យើងប្រយ័ត្នទៅណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងការងារសម្រាប់ការងារនៅក្នុងខែនេះឃើញថាមានភាពរីករាយការងាររបស់យើងគឺសប្បាយមិត្តរួមការងារក៏អាចថាមានតែភាពជោគជ័យទៅជាមួយគ្នាការងារមានការជួយជ្រោមជ្រែងគ្នាបានយ៉ាងល្អនេះកន្លែងការងារមិនថាជាមានបញ្ហាអីទេឃើញថាលោកអ្នកក៏អាចនឹងដោះស្រាយបានណាហើយសម្រាប់ការរកស៊ីនៅក្នុងខែនេះដែរក៏អាចថាជាខែមួយដែលធ្វើឲ្យអ្នកកើតឆ្នាំជូតអាចទទួលបានភាពជោគជ័យជាមួយនឹងមុខរបរឬការរកស៊ីរបស់យើងណាចាឬក៏បងដែលកំពុងមានការណាត់ជួបពាក់ព័ន្ធជាមួយមុខរបរឬការរកស៊ីហ្នឹងក៏អាចទទួលបានភាពជោគជ័យដូចគ្នាចាសម្រាប់តមកទៀតចូលដល់រឿងស្នេហាដំណើរស្នេហារបស់អ្នកកើតឆ្នាំជូតនៅក្នុងខែកក្កដានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកអាចព្យាយាមបើកចិត្តឬក៏អាចថាផ្ដល់ក្តីស្រឡាញ់ទៅកាន់ដៃគូរបស់យើងហើយប៉ុន្តែសម្រាប់ដៃគូរបស់លោកអ្នកអាចមានអារម្មណ៍ថាគាត់អាចមិនសូវទទួលបានឬអាចថាព្រមទទួលយកនៅអារម្មណ៍ល្អក៏ដូចជាមនោសញ្ចេតនាដែលលោកអ្នកកំពុងព្យាយាមឲ្យទៅគាត់ណាអញ្ចឹងនៅក្នុងខែនេះសម្រាប់តំណែងឬក៏ជីវិតគូស្នេហារបស់លោកអ្នកពេលខ្លះលោកអ្នកអាចថាត្រូវបង្ខំចិត្តណាធ្វើអីដែលខ្លួនឯងអត់ចង់ធ្វើចាទាំងតែពេលខ្លះលោកអ្នកអាចថាព្រមតម្លាក់ព្រមចាញ់ហើយប៉ុន្តែចុងក្រោយក៏អាចថាដៃគូរបស់យើងគាត់នៅតែមិនមើលឃើញពីការលះបង់របស់លោកអ្នកធ្វើឲ្យលោកអ្នកនឹងកើតអារម្មណ៍អន់ចិត្តឬក៏អាចថាអ្នកខ្លះក៏ទៅជាខឹងគុំគួនចំពោះដៃគូនឹងក៏អាចមានដែរណាចាហើយសម្រាប់ពាក់ព័ន្ធនឹងលោកអ្នកដែលនៅទនេចាលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងខែនេះលោកអ្នកឃើញថាអាចមានឱកាសជួបមនុស្សដែលត្រូវចិត្តហើយក៏អាចថាលោកអ្នកក៏អាចមានការចូលទៅសារភាពស្នេហាចំពោះអ្នកណាម្នាក់ហ្នឹងក៏អាចនឹងមានដែរណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងខែនេះបងដែលមានសត្វចិញ្ចឹមក្នុងផ្ទះគួរប្រយ័ត្នបន្តិចណាអាចថាកូនចិញ្ចឹមរបស់លោកអ្នកហ្នឹងគឺគាត់អាចនឹងមានបញ្ហាអាចអ្នកខ្លះក៏ត្រូវបាត់បង់សត្វចិញ្ចឹមអ្នកខ្លះក៏អាចថាសត្វចិញ្ចឹមរបស់យើងមានជំងឺឈឺស្កាត់អីចឹងលោកអ្នកអាចត្រូវចំណាយលុយទៅលើពួកគាត់ណាចាហើយសម្រាប់ចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការប្រឡែងសត្វទៅដើម្បីជាការលើករាសីរបស់យើងនៅក្នុងខែនេះហើយពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌ស្វាយហើយនិងពណ៌លឿងណាចាសម្រាប់លេខសំណាងរបស់លោកអ្នកគឺមានលេខ19ណា
ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំឆ្លូវសម្រាប់អ្នកកើតឆ្នាំឆ្លូវនៅក្នុងខែនេះសម្រាប់អ្នកឆ្នាំឆ្លូវឃើញថាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកហត់នឿយឬក៏បងប្អូនមួយចំនួនហ្នឹងមានអារម្មណ៍ថាយើងមានសម្ពាធមែនតើអាចសម្ពាធជាមួយនឹងអ្នកជុំវិញខ្លួនមិត្តរួមការងារអ្នករស់ស៊ីឬក្រុមគ្រួសារនឹងបន្តតែម្ដងអាចថាដឹងកើតអីទេនៅក្នុងខែនេះពួកគាត់យកបញ្ហាទាំងអស់មកតម្លាក់លើលោកអ្នកឲ្យធ្វើឲ្យយើងមានអារម្មណ៍ថាលោកអ្នកចង់មានសេរីភាពលោកអ្នកចង់សម្រេចចិត្តធ្វើអីដែលជាខ្លួនឯងណាដោយសារយើងហត់នឿយហ្នឹងគឺពន់ពេកទៅហើយនៅក្នុងពេលកន្លងមកតែនៅក្នុងខែកក្កដានេះលោកអ្នកគឺកាន់តែមានអារម្មណ៍ថាយើងកាន់តែធ្ងន់ទៅអ្នកខ្លះស្ទើរថាទៅមុខលែងចង់រួចណាចាប៉ុន្តែលោកអ្នកត្រូវចាំថារឿងអាក្រក់ឬរឿងល្អយើងសុទ្ធតែអាចឆ្លងកាត់ទៅបានអញ្ចឹងកុំព្យាយាមដាក់សម្ពាធខ្លួនឯងបន្ថែមទៀតបើគេដាក់សម្ពាធយើងហើយយើងគួរតែកុំដាក់សម្ពាធខ្លួនឯងបន្តណាចាត្រូវព្យាយាមរកច្រកចេញណាមួយដែលល្អរកមនុស្សល្អដើម្បីពិភាក្សានិងរកដំណោះស្រាយណាចាព្រោះដោយសារលេខរបស់លោកអ្នកមិនថាមានភាពតានតឹងយ៉ាងណាទេយើងអាចនឹងដោះស្រាយបានណាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងលុយវិញចាតំណែងលុយកាក់របស់អ្នកកើតឆ្នាំឆ្លូវនៅក្នុងខែនេះឃើញថាលុយកាក់របស់អ្នកចេញតាមចូលតាមច្រកមុខចេញតាមច្រកក្រោយអត់មានលំនឹងទេចាការចាយវាក៏មានចូលច្រើនហើយមានហេតុឲ្យយើងត្រូវចំណាយលុយដល់អត់ដឹងមុខទៀតអញ្ចឹងខែនេះតំណែងលុយកាក់គឺមិនល្អប្រសើរទេណាចាហើយសម្រាប់សុខភាពវិញនៅក្នុងខែនេះដែរដំណើរនៃសុខភាពរបស់លោកអ្នកគឺសម្រាប់សុខភាពលោកអ្នកអត់ត្រូវការអីប៉ុន្តែត្រូវប្រយ័ត្នគ្រោះថ្នាក់គឺការបើកបរតាមដងផ្លូវការឆ្លងផ្លូវអីផ្សេងលោកអ្នកត្រូវប្រយ័ត្នព្រោះអាចមានឱកាសខ្លាចមានការជួបគ្រោះថ្នាក់ចរាចរណ៍អីណាចាអញ្ចឹងលោកអ្នកត្រូវប្រយ័ត្នបន្តិចចាជាពិសេសបងដែលដូចគាត់អាសាធ្វើដំណើរនៅលើដងផ្លូវច្រើនបងដែលជាអ្នកដឹកជញ្ជូនអីផ្សេងហ្នឹងត្រូវមានការប្រុងប្រយ័ត្នណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងការងារវិញនៅក្នុងខែនេះនៅកន្លែងការងារលោកអ្នកអាចមានអារម្មណ៍ថាទៅធ្វើការដូចទៅធ្វើសង្គ្រាមអញ្ចឹងចាអាចមានតែការប្រកួតប្រជែងប្រឡងប្រណាំងការដណ្ដើមឱកាសឬផលប្រយោជន៍គ្នាឬក៏អាចថានៅកន្លែងការងារមានតែការឆ្លោះប្រកែកគ្នាធ្វើយើងមានអារម្មណ៍ថាលោកអ្នកស្មុគស្មាញលោកអ្នកធុញថប់ណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការរកស៊ីវិញនៅក្នុងខែនេះដំណើរការនៃការរកស៊ីរបស់លោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកអាចអត់ចង់ស៊ូទៅមុខទៀតទេមុខរបរឬការលក់ដូររបស់យើងក៏ចេះតែខាតបង់ក៏ចេះតែធ្លាក់ចុះធ្វើឲ្យយើងអាចថាពិបាកក្នុងការទប់ទល់ជាមួយនឹងការចំណាយនៅមុខរបរឬការរកស៊ីមួយនេះណាអ្នកខ្លះក៏អាចថាចង់បញ្ចប់ត្រឹមនឹងដែរអញ្ចឹងសម្រាប់មុខរបរឬការរកស៊ីរបស់អ្នកឃើញថាអាចមិនសូវជាល្អប្រសើរទេអញ្ចឹងក៏គួរតែប្រឹងប្រែងអាចថាបើយើងគិតថាមុខរបរហ្នឹងបើមិនទៅមុខទេយើងគួរតែសម្លឹងរកមុខរបរណាថ្មីដើម្បីរក្សាលំនឹងខ្លួនឯងព្រោះរក្សាឱកាសនេះបើសិនជាយើងអត់មានចំណូលទេគឺអាចនឹងកាន់តែពិបាកណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូចាសម្រាប់ជីវិតគូរបស់លោកអ្នកកើតឆ្នាំឆ្លូវសម្រាប់លោកអ្នកដែលមានដៃគូនៅក្នុងខែនេះដែរសម្រាប់ជីវិតគូរបស់លោកអ្នកឃើញថាលោកអ្នកអាចព្យាយាមដោះស្រាយគ្នាហើយចាលោកអ្នកអាចព្យាយាមស្វែងរកច្រកចេញដែលល្អសម្រាប់គ្នាហើយប៉ុន្តែចុងក្រោយជីវិតគូរបស់លោកអ្នកនៅតែពិបាកក្នុងការផ្សះផ្សាដោយសារអីអាចថានឹងមានបញ្ហាឬមានចំនួនផ្សេងនៅក្នុងខែនេះគឺអាចកើតចេញពីអ្នកទី3ហើយមួយទៀតគឺដោយសារអ្នកខាងក្រៅចាអញ្ចឹងនៅក្នុងខែនេះលោកអ្នកបើព្យាយាមជឿអ្នកខាងក្រៅច្រើនជីវិតគូរបស់យើងគឺអាចនឹងមិនសូវមានសេចក្តីសុខទេណាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងខែនេះគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងរបស់ប្រើប្រាស់ចាព្រោះអាចមានឱកាសមានការបាត់របស់ណាចាសម្រាប់អ្នកកើតឆ្នាំឆ្លូវចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺលោកអ្នកអាសាធ្វើបុណ្យជាមួយការឲ្យទានដល់សត្វចាមិនថាជាចំណីអាហារអីផ្សេងទេគឺដើម្បីជាការលើករាសីរបស់យើងពណ៌លើករាសីរបស់អ្នកក្នុងខែនេះគឺមានពណ៌ផ្កាឈូកហើយនិងពណ៌បៃតងណាចាសម្រាប់លេខសំណាងរបស់អ្នកកើតឆ្នាំឆ្លូវគឺមានលេខ24ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំខាសម្រាប់អ្នកកើតឆ្នាំខានៅក្នុងខែនេះដែរចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកអត់ចោះចាញ់ទេចាលោកអ្នកអាចមានការតាំងចិត្តការតស៊ូគឺអត់ដឹងកម្លាំងចិត្តមកពីណាទេធ្វើលោកអ្នកអាចថាមិនខ្លាចអីទាំងអស់ហើយនៅក្នុងខែនេះដែរការតាំងចិត្តឬក៏ការប្រឹងប្រែងរបស់លោកអ្នកក៏អាចនឹងទទួលបានលទ្ធផលល្អឬក៏ភាពជោគជ័យដោយការមិនខ្ជិលច្រអូសដោយការមិនរារែករបស់លោកអ្នកណានៅក្នុងខែនេះគឺអាចថាជារឿងល្អចាហើយសម្រាប់រឿងលុយកាក់វិញនៅក្នុងខែនេះដែរលោកអ្នកឃើញថាទោះបីលោកអ្នកអាចមានបន្ទុកឬការចំណាយខ្លាំងប៉ុណ្ណាក៏លោកអ្នកនៅតែជំនះនៅតែអាចដោះស្រាយបានអញ្ចឹងរឿងលុយកាក់ក្នុងខែនេះទោះថាមិនសល់ក៏យើងអត់ប្រមាថដែរអាចនឹងប្រើប្រាស់ឬសម្រាប់ចាយវាយបានដោយគ្រប់គ្រាន់ណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹង
រឿងសុខភាពវិញសុខភាពរបស់លោកអ្នកនៅក្នុងខែនេះក៏ឃើញថាมันមានអីជាបញ្ហាដែរប៉ុន្តែគ្រាន់ថាបងដែលធ្លាប់មានជំងឺចាស់ជាពិសេសអាចផ្នែកតសៃតសូងអីហ្នឹងគួរប្រយ័ត្នតិចព្រោះអាចមានឈឺតាមសន្លាក់សាច់ដុំអីហ្នឹងវាអាចនឹងកើតមានណាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងខែនេះការងាររបស់លោកអ្នកឃើញថាមានភាពល្អប្រសើរអាចថាការងាររបស់យើងមានការសហការមិត្តរួមការងារក៏អាចថាចេះជួយគ្នាទៅវិញទៅមកនឹងអាចមានភាពជោគជ័យសម្រាប់យើងណាហើយឱកាសនេះឃើញថាលោកអ្នកអាសាមានការធ្វើការងារជាក្រុមច្រើនអញ្ចឹងនៅក្នុងខែនេះអាចថាល្អប្រសើរហើយក៏អាចថាមានភាពជោគជ័យហើយអាចមានលាភពីការងាររបស់យើងផងដែរណាចាសម្រាប់ការរកស៊ីវិញនៅក្នុងខែនេះសម្រាប់លោកអ្នកដែលជាអ្នករកស៊ីនៅក្នុងខែនេះការរកស៊ីរបស់អ្នកឃើញថាអាចមានការប្រកួតប្រជែងច្រើនប៉ុន្តែបើសិនជាលោកអ្នកដូចថាមានការតាំងចិត្តខ្ពស់គោលចំហរបស់យើងច្បាស់លាស់នឹងឃើញថាការរកស៊ីរបស់យើងក៏នៅតែអាចរក្សាលំនឹងឬក៏អាចថាភ្ញៀវរបស់យើងនៅតែបន្តគ្រប់គ្រងទោះថាមានគូប្រជែងប៉ុណ្ណាក៏ការលក់ដូររបស់យើងនៅតែល្អអញ្ចឹងសម្រាប់ការរកស៊ីក្នុងខែនេះគឺល្អមែនតើសម្រាប់អ្នកកើតឆ្នាំខាលណាសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់ជីវិតគូរបស់អ្នកកើតឆ្នាំខាលនៅក្នុងខែនេះជីវិតគូរបស់លោកអ្នកក៏ឃើញថាអាចមានភាពល្អប្រសើរហើយសម្រាប់បងដែលកំពុងមានបំណងចង់មានបុត្រធីតាឬអាចថាចង់មានកូនចៅណាចានឹងអាចមានហើយអ្នកមកចាប់កណ្ដាលជាមួយយើងពួកអាចថាមាននិស្ស័យបុណ្យហើយសម្រាប់បងដែលកើតឆ្នាំខាលនៅក្នុងខែនេះបើសិនជាមានអ្នកមកចាប់កំណើតឃើញថាមានភាគរយច្រើនមែនតើអាចថាលោកអ្នកអាចនឹងទទួលបានកូនស្រីណាចាហើយសម្រាប់បងដែលកំពុងដូចថាចង់បានកូនស្រីហ្នឹងអាចសប្បាយចិត្តបានចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហារបស់អ្នកនៅលាវចាលោកអ្នកដែលមិនទាន់មានអ្នកណាឃើញថាលោកអ្នកដូចជាមិនទាន់បើកឱកាសខ្លួនឯងទេនៅពេលនេះដោយសារលោកអ្នកអាចចង់ឲ្យខ្លួនឯងជោគជ័យជាពិសេសលោកអ្នកអាចកំពុងអាចថារវល់ជាមួយនឹងការរលុយអញ្ចឹងឲ្យធ្វើអត់ឲ្យលោកអ្នកអត់ទាន់ចង់ទទួលយកអ្នកណាទេនៅពេលនេះដោយសារអ្នកឆ្នាំខាលលោកអ្នកជាមនុស្សស្រីរឹងមាំផងជាមនុស្សប្រុសដ៏ក្លាហានផងអញ្ចឹងមុននឹងទទួលយកអ្នកណាម្នាក់ឃើញថាលោកអ្នកអាចទាល់តែច្បាស់លាស់ទើបយើងអាចនឹងទទួលអញ្ចឹងណាចាសម្រាប់ចុងក្រោយរឿងដែលគួរប្រុងប្រយ័ត្នបំផុតសម្រាប់អ្នកកើតឆ្នាំខាលគឺលោកអ្នកត្រូវប្រយ័ត្នម្យ៉ាងគឺលោកអ្នកអាចថាគុំមានអំណួតណាបើសិនជាលោកអ្នកអាចថាយើងជោគជ័យយើងខ្លាំងកន្លែងណាមួយក៏ដោយជោគជ័យប៉ុណ្ណាក៏ដោយកុំអាចថាភ្លេចខ្លួនកុំឲ្យមានអំណួតមកគ្រប់គ្រងរបស់យើងខ្លួនយើងបានចាពួកអាចថាមានឱកាសនឹងធ្វើឲ្យលោកអ្នកអាចនឹងស្ដាយក្រោយវិញអញ្ចឹងត្រូវប្រយ័ត្នចំណុចហ្នឹងមែនតើណាព្រោះពេលខ្លះយើងអាចនឹងភ្លេចខ្លួនមកពេលទៅអញ្ចឹងណាចាអញ្ចឹងគួរប្រយ័ត្នចំណុចហ្នឹងចាហើយចុងក្រោយមួយទៀតចាគឺការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការចាយទានជាចំណីអាហារណាទៅដល់អ្នកដែលគេខ្វះខាតមិនថាជាបងភាសឹកឬក៏អាចថាអាចជួយទៅដល់អ្នកដែលគាត់ពិបាកពិតប្រាកដហ្នឹងទៅដើម្បីលើករាសីរបស់យើងចាហើយចុងក្រោយការពណ៌លើករាសីចាពណ៌លើករាសីរបស់លោកអ្នកចាគឺមានពណ៌ផ្កាឈូកពណ៌ទឹកប៊ិចពណ៌បៃតងចាហ្នឹងគឺជាពណ៌មង្គលរបស់លោកអ្នកហើយលេខសំណាងរបស់លោកអ្នកចាគឺមានលេខ34ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំថោះចាសម្រាប់អ្នកកើតឆ្នាំថោះនៅក្នុងខែកក្កដានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាអូយលោកអ្នកធ្វើអីក៏អត់សមចិត្តដែរចាធ្វើអីក៏ខុសធ្វើអីក៏ខុយចាប់អីក៏មិនបានដូចចិត្តហើយប្រយ័ត្នជួបការខាតបង់ទៀតចាដូចថាយើងអាចមានឱកាសធ្វើអីអញ្ចឹងទៅចាអាចសម្រាប់ចិត្តខុសមួយចាទិញរបស់អញ្ចឹងទៅក៏អាចថាអត់បានដូចចិត្តអញ្ចឹងទៅចាហើយមួយទៀតប្រយ័ត្នអាចមានបញ្ហាពាក់ព័ន្ធនឹងការបាត់របស់ណាអ្នកកើតឆ្នាំថោះត្រូវប្រយ័ត្នបន្តិចដែរចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងលុយកាក់វិញដំណើរលុយកាក់របស់អ្នកឆ្នាំថោះនៅក្នុងខែនេះឃើញថាលុយកាក់របស់លោកអ្នកអត់មានលំនឹងទេចាត្រឹមតែបានឃើញតែមួយផ្លែតហ្នឹងក៏ត្រូវចេញទៅវិញអស់ហើយចាអត់ដឹងថាហេតុផលអីឬក៏អាចថាការទទួលបន្ទុកអីខ្លះទេលោកអ្នកអាចថាគ្រប់គ្រងមិនបានណាចាធ្វើឲ្យយើងអាចត្រូវតែចេញទៅវិញតែម្ដងហើយលោកអ្នកអាចបដិសេធអត់បានទេគឺត្រូវតែធ្វើត្រូវតែជួយចាមិនថាគេពឹងពាក់ឬក៏លោកអ្នកត្រូវធ្វើអីក៏ដោយឲ្យតែថាពាក់ព័ន្ធនឹងរឿងលុយកាក់ក្នុងខែនេះគឺយើងបដិសេធអត់បានទេចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងសុខភាពវិញចាសុខភាពរបស់លោកអ្នកនៅក្នុងខែនេះឃើញថាប្រយ័ត្នបរិវេណមាត់ធ្មេញណាអាចមានឱកាសឈឺមាត់ឈឺធ្មេញពងបែកមាត់អីហ្នឹងគឺអាចនឹងមានហើយចាហើយសម្រាប់រឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងឱកាសនេះសម្រាប់អ្នកកើតឆ្នាំថោះលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកកំពុងតែមានចិត្តមួយគឺអាចថាចង់ផ្លាស់ប្ដូរចាអ្នកខ្លះអាចស្មុគស្មាញជាមួយនឹងការងារចាស់ការងារកន្លែងចាស់របស់យើងចេះតែមានការមើលបំណាំចាប់កំហុសអីផ្សេងហ្នឹងទៅហើយការងារមួយរយៈនេះឃើញថាវាអត់រលូនទេសម្រាប់លោកអ្នកឲ្យតែធ្វើអីក៏ត្រូវមាត់មេធ្វើអីក៏គេបន្ទោសអញ្ចឹងណាធ្វើឲ្យយើងអាចចង់ចាក់ចេញហើយចាហើយបើសួរថាបើយើងចង់ចាក់ចេញបានអត់ក្នុងឱកាសនេះក៏ដូចជាខែនេះការចាក់ចេញរបស់អ្នកអាចមិនទាន់ល្អប្រសើរទេអញ្ចឹងបើសិនជាអាចអត់ធ្មត់កន្លែងនឹងតិចទៀតសិនណាចាហើយបើការរកស៊ីវិញសម្រាប់ខែនេះអ្នកកើតឆ្នាំ
ថោះចាការរកស៊ីរបស់អ្នកគឺអាចថាមានតែភាពរញ៉េរញ៉ៃចាហើយក៏អាចថាភ្ញៀវដែលចូលមកហ្នឹងក៏អាចថាសិតតែភ្ញៀវដែលចូលមករំខានអីចឹងទៅអាចរកភ្ញៀវល្អទៅមកបានមួយហ្នឹងគឺពិបាកអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធរឿងស្នេហាឬក៏ជីវិតគូសម្រាប់លោកអ្នកដែលមានដៃគូនៅក្នុងឱកាសនេះក៏ដូចជាខែនេះផ្ទាល់សម្រាប់អ្នកខែឆ្នាំថោះឃើញថាស្នេហារបស់អ្នកអាចនឹងល្អប្រសើរចាមិនថាបងដែលប្រកែកអន់ចិត្តគ្នាឆ្លោះប្រកែកគ្នាខ្លាំងប៉ុណ្ណាទេចឹងខែនេះរឿងផ្សេងអាចមិនសូវល្អតែរឿងស្នេហាសម្រាប់អ្នកការឆ្នាំថោះគឺយើងល្អប្រសើរណាលោកអ្នកអាចមានដៃគូរបស់យើងចាំជួយលើកទឹកចិត្តចាំជ្រុំជ្រែងសម្រាប់យើងណាចាហើយក្នុងខែនេះក៏ឃើញថាលោកអ្នកអាចមានដំណើរកម្សាន្តរួមជាមួយនឹងស្នេហារបស់យើងដែរសម្រាប់លោកអ្នកដែលនៅទៅនេវិញអ្នកនៅលីវអ្នកកើតឆ្នាំថោះលោកអ្នកឃើញថាអាចមានឱកាសចាមានអ្នកព្យាយាមចូលមកដែរប៉ុន្តែលោកអ្នកដូចខ្លាចរអាហ្មងណាចាតែគេចាប់ផ្ដើមប្រាប់ថាស្រឡាញ់គេចាប់ផ្ដើមចាប់អារម្មណ៍ខ្លួនឯងភ្លាមគ្រាន់តែដឹងគឺលែងហ៊ាននិយាយរកគេលែងហ៊ានមើលមុខគេហ្មងចាអញ្ចឹងអ្នកកើតឆ្នាំថោះខែនេះមានអ្នកចូលមកប៉ុន្តែដូចថាអត់ហ៊ានទទួលយកគេទេនៅក្នុងខែនេះណាចាហើយក៏លេខលោកអ្នកក៏មិនទាន់ដល់ពេលដែលជួបមនុស្សដែលច្បាស់លាស់ដែរចាអញ្ចឹងកុំឲ្យខាតពេលយើងបាច់ទទួលយកក៏បានដែរណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលលោកអ្នកគួរប្រុងប្រយ័ត្នបំផុតនៅក្នុងខែនេះលេខរបស់អ្នកការឆ្នាំថោះគឺលោកអ្នកត្រូវប្រយ័ត្នគឺហាមដើរលេងឬក៏ធ្វើដំណើរតាមព្រៃភ្នំណាចាឃើញថាអាចនឹងមានបញ្ហាឬកើតគ្រោះថ្នាក់ណាមួយដែលយើងអត់អាចដឹងមុនបានចាអញ្ចឹងគាត់ថាយើងអាចប្រយ័ត្នគួរតែគុំទៅដើរលេងតាមព្រៃតាមភ្នំព្រោះបើសិនជាទៅលោកអ្នកខ្លាចមានការវង្វេងឬក៏អាចថាយើងអាចទៅជាកើតគ្រោះថ្នាក់ណាមួយដែលយើងមើលអត់ឃើញណាចាអញ្ចឹងគួរប្រយ័ត្នចំណុចហ្នឹងចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកចាគឺលោកអ្នកត្រូវអាសាធ្វើបុណ្យជាមួយក្មេងៗឲ្យបានច្រើនដើម្បីលើករាសីរបស់យើងណាអាចឲ្យជាភេសជ្ជៈរបស់នំចរិយាទៅដល់ពួកគាត់ហ្នឹងក៏ជាការលើករាសីរបស់យើងដែរពណ៌លើករាសីសម្រាប់លោកអ្នកមានពណ៌លឿងហើយនិងពណ៌ប្រផេះចាលេខសំណាងរបស់លោកអ្នកចាគឺមានលេខ23ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរោងសម្រាប់អ្នកកើតឆ្នាំរោងនៅក្នុងខែកក្កដានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកចង់ទៅស្រាវជ្រាវទៅកំសាន្តឬក៏អាចថាទៅសាក់លបងជាមួយនឹងរឿងដែលយើងអត់ធ្លាប់ធ្វើចាជាពិសេសបងខ្លះក៏ចង់ទៅសាក់លបងជាមួយនឹងកន្លែងការងារអីថ្មីអីអញ្ចឹងណាក៏អាចនឹងមានដែរចាដែលអាចមានមិត្តភ័ក្តិឬក៏អ្នកដែលស្គាល់ជួយណែនាំអីហ្នឹងឃើញថាលោកអ្នកអាចកំពុងសម្រេចចិត្តចង់ធ្វើរឿងទាំងអស់ហ្នឹងចាហើយបើរឿងលុយកាក់វិញនៅក្នុងខែនេះតំណែងលុយកាក់របស់លោកអ្នកឃើញថាយើងអាចមានភាពនឹងណណាលោកអ្នកអាចគ្រប់គ្រងបានដោយសារលោកអ្នកអាចថាមានខ្ទង់ចំណាយច្បាស់លាស់មានការកត់ចំណាយចេញចូលអីហ្នឹងចឹងធ្វើឲ្យរឿងលុយកាក់របស់យើងអាចរៀងល្អប្រសើរណានៅក្នុងខែនេះចាហើយសម្រាប់រឿងសុខភាពវិញបងមួយចំនួនចាប្រយ័ត្នរឿងការហូបចំណីអាហារបន្តិចព្រោះអាចមានឱកាសឡើងគីឡូខ្លាំងណាជាពិសេសបងដែលជាស្ត្រីនឹងតែម្ដងចាហើយពាក់ព័ន្ធជាមួយរឿងការងារលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងខែនេះការងាររបស់លោកអ្នកឃើញថាយើងអាចរៀងចាប់ផ្ដើមមានពលឺត្រឡប់មកវិញខ្លះហើយនឹងអាចមានការចាប់ផ្ដើមការងារថ្មីឬក៏អាចថាការងាររបស់អ្នកនឹងអាចមានភាពល្អប្រសើរណាចាក៏អាចថាមានមិត្តភ័ក្តិអីជួយណែនាំការងាររបស់យើងអាចមានការងារជាក្រុមច្រើនក៏អាចនឹងជោគជ័យដូចគ្នាចាហើយសម្រាប់ការរកស៊ីក្នុងខែនេះក៏ឃើញថាការរកស៊ីរបស់អ្នកអាចមានភាពល្អប្រសើរដូចគ្នាសម្រាប់អ្នកកើតឆ្នាំរោងណាមានដំណើរការល្អចាពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូសម្រាប់ជីវិតគូរបស់អ្នកកើតឆ្នាំរោងនៅក្នុងឱកាសនេះចាក៏ដូចជាខែនេះផ្ទាល់ចាជីវិតគូរបស់លោកអ្នកឃើញថាលោកអ្នកអាចមិនសូវមានពេលវេលាឲ្យគ្នាទេដោយសារម្នាក់រវល់រៀងខ្លួនអញ្ចឹងក៏អាចថាមានអារម្មណ៍សោះអង្គុយដាក់គ្នាណាអញ្ចឹងក្នុងខែនេះដែរមិនថាជួបរឿងឬមានបញ្ហាទេលោកអ្នកនិយាយគ្នាទៅចាអាចបកស្រាយជាមួយគ្នាទៅនឹងអាចមានដំណោះស្រាយដែលល្អណាបើមិនជាលោកអ្នកអាចថាហត់ហើយអត់និយាយគ្នាហត់ហើយអត់ពិភាក្សាគ្នាអាចថាជីវិតគូរបស់យើងនឹងអាចចាប់ផ្ដើមសោះអង្គុយម្ដងតិចនឹងធ្វើឲ្យយើងចាប់ផ្ដើមមានអារម្មណ៍ថាលែងចង់បន្តអញ្ចឹងប្រយ័ត្នចំណុចហ្នឹងមែនតើប៉ុន្តែជីវិតគូរបស់អ្នកក្នុងខែនេះមិនមានអីបញ្ហាទេគ្រាន់តែអាចមានអារម្មណ៍ថាយើងអត់សូវមានពេលវេលាអត់សូវបាននិយាយគ្នាអីអញ្ចឹងអាចនឹងអន់ចិត្តតិចតួចនេះឯងចាហើយសម្រាប់អ្នកនៅលីវវិញចាលោកអ្នកដែលមិនទាន់មានអ្នកណាអ្នកកើតឆ្នាំរោងឃើញថាលោកអ្នកអាចចិត្តមួយហ្នឹងគឺចង់មានគូមែនតើចាអ្នកកើតឆ្នាំរោងណាអ្នកខ្លះក៏ទៅបួងសួងក៏ទៅបន់ស្រន់តាមកន្លែងទីសក្ការៈផ្សេងៗឲ្យឆាប់ជួបគូជួបមនុស្សដែលខ្លួនឯងស្រឡាញ់អញ្ចឹងណាតែនៅក្នុងខែនេះលោកអ្នកក៏អាចបានជួបដូចគ្នាចាអ្នកកើតឆ្នាំរោងចាលោកអ្នកអាចមានឱកាសជួបមនុស្សដែលត្រូវចិត្តហើយក៏អាចថានឹងមានពិធីមង្គលណាមួយក៏អាចនឹងកើតមានសម្រាប់លោកអ្នកដែរចាហើយពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យចាលោកអ្នកអាសាធ្វើបុណ្យមួយការបរិច្ចាគជាសម្ភារៈរៀនសូត្រទៅដល់ក្មេងៗទៅដើម្បីលើករាសីរបស់យើងណាពណ៌លើករាសីរបស់អ្នកគឺមានពណ៌មាសនិងពណ៌ឈាមជ្រូកណាចាលេខសំណាងរបស់លោកអ្នកចាគឺមានលេខ78ចា
ចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំអាសាញ់ណាសម្រាប់អ្នកកើតឆ្នាំអាសាញ់នៅក្នុងខែកក្កដានេះផ្ទាល់ចាលោកអ្នកអាចរៀងរវល់ច្រើនចាការរវល់ហ្នឹងគឺអត់មានអីទេគឺរវល់ជាមួយនឹងរឿងមិត្តភ័ក្តិការជួបជុំអាចថាលោកអ្នកអាសាមានការណាត់ជួបជាមួយមិត្តភ័ក្តិញឹកញាប់ណាក្នុងខែនេះអញ្ចឹងលុយកាក់របស់យើងក៏ឃើញចំណាយទៅលើការជួបជុំនឹងច្រើនដែរអញ្ចឹងបើសិនជាអាចណាកាត់បន្ថយបានខ្លះក៏គួរតែល្អដែរព្រោះដោយសារអីអាចថាតំណែងលុយកាក់របស់លោកអ្នកក្នុងខែនេះយើងអាចរកបានចាលុយកាក់ចេះតែមានចូលមកសម្រាប់ប្រើប្រាស់ចាយវាអញ្ចឹងទៅប៉ុន្តែក៏គួរតែប្រយ័ត្នដែរព្រោះយើងអាចថាខ្លាចមានបញ្ហាផ្សេងបន្ទាន់ដែលយើងមើលអត់ឃើញអាចជាបញ្ហាសុខភាពអីអញ្ចឹងណាអញ្ចឹងក្នុងខែនេះលោកអ្នកអាចថារៀងមានរឿងសុបាយច្រើនធ្វើលោកអ្នកដូចថាអាសាជួបជុំអីអញ្ចឹងណាចាព្រោះរឿងលុយកាក់របស់យើងឃើញថាដូចជាមិនមានអីជាបញ្ហាទេហើយក្នុងខែនេះលោកអ្នកក៏មានការចំណាយមួយផ្នែកទៀតគឺទៅលើការសອບភីងចាជាពិសេសបងដែលជានារីនឹងចាការទិញសម្លៀកបំពាក់ចាកាបូបអីផ្សេងនឹងឃើញថាអាចអស់លុយទៅលើរឿងទាំងអស់នេះឯងចាហើយសម្រាប់សុខភាពរបស់អ្នកក្នុងខែនេះគឺលោកអ្នកត្រូវប្រយ័ត្នពាក់ព័ន្ធជាមួយនឹងបញ្ហារឿងផ្លូវដង្ហើមចាអាចមានអារម្មណ៍ថាយើងអាសាថប់ដង្ហើមអីចឹងណាគឺអាចមានបញ្ហានឹងឯងចាឲ្យប្រយ័ត្នមួយទៀតគឺរបស់មុតស្រួយប្រយ័ត្នមុតណាចាមុតនេះមុតនោះចឹងទៅចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងការងារនៅក្នុងខែនេះការងាររបស់អ្នកអាចថាលោកអ្នកអាចមិនសូវជាដូចថាមានពេលវេលាខ្វាយខ្វល់អីច្រើនពេកទេការងារអាចធ្វើទៅតាមអារម្មណ៍ណាចាសบายត្រូវធ្វើក៏ធ្វើមិនត្រូវធ្វើក៏អត់ទៅចាអាចមិនសូវជាដូចថាមានសម្ពាធពេកទេជាមួយនឹងការងារនៅក្នុងខែនេះចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងការរកស៊ីវិញចាការរកស៊ីរបស់អ្នកនៅក្នុងខែនេះអ្នកកើតឆ្នាំម្សាញ់ក៏ឃើញថាល្អប្រសើរដែរការជួញដូរការរកស៊ីរបស់អ្នកមានភាពល្អប្រសើរណានៅក្នុងខែនេះដែរចាសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូចាសម្រាប់លោកអ្នកដែលមានដៃគូណាជីវិតគូរបស់អ្នកនៅក្នុងខែនេះដែរគឺលោកអ្នកត្រូវប្រយ័ត្នមែនទែនត្រូវហ៊ានស្ដាប់គ្នាទៅវិញទៅមកព្រោះដោយសារខែនេះលោកអ្នកអាចនិយាយអត់ត្រូវគ្នាទេឬក៏អាចថាលោកអ្នកអាចមានអារម្មណ៍ថាមានសម្ពាធពីសាច់ញាតិចាមិនថាសាច់ញាតិខ្លួនឯងសាច់ញាតិខាងដៃគូរបស់យើងទៅអាចព្យាយាមចូលមកដាក់សម្ពាធយើងច្រើនអញ្ចឹងណាចាអញ្ចឹងធ្វើលោកអ្នកអាចថាមានអារម្មណ៍ស្មុគស្មាញនៅចំណុចនេះដែរចាអញ្ចឹងហើយក្នុងខែនេះអាចថាពេលដែលលោកអ្នកចាប់ផ្ដើមពិបាកចិត្តឬស្មុគស្មាញជាមួយរឿងជីវិតគូយើងទៅលោកអ្នកចេះតែចង់ទៅសុបាយជាមួយមិត្តភក្តិខាងក្រៅអីអញ្ចឹងណាចាហើយសម្រាប់អ្នកមានដៃគូជីវិតគូរបស់អ្នកនៅក្នុងខែនេះត្រូវព្យាយាមនិយាយគ្នាណាអាចថាកុំស្ដាប់សាច់ញាតិឬក៏អាចថាកុំខឹងលឿនពេកចាមានអីក៏សួរគ្នានិយាយគ្នាទៅនឹងអាចបានល្អប្រសើរហើយសម្រាប់លោកអ្នកដែលនៅទនេវិញចាដំណើរស្នេហាអ្នកនៅលាវលោកអ្នកឃើញថាអាចមានឱកាសជួបមនុស្សដែលមានគេហៅថាអត្តចរិតឬក៏និស្ស័យដូចយើងណាជួបភ្លាមក៏មានអារម្មណ៍ស្រឡាញ់ផ្លែតក៏ចាប់អារម្មណ៍គ្នាលោកអ្នកក៏អាចមានការចាប់ផ្ដើមស្នេហាដែរថ្មីដែរនៅក្នុងខែនេះណាអ្នកកើតឆ្នាំម្សាញ់ចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យគឺលោកអ្នកអាសាធ្វើបុណ្យជាមួយសត្វទៅចាការប្រឡែងសត្វឲ្យចំណីសត្វអីហ្នឹងគឺជាការលើករាសីរបស់យើងពណ៌លើករាសីសម្រាប់លោកអ្នកចាគឺមានពណ៌ខ្មៅហើយនឹងពណ៌ផ្ទៃមេឃណាលេខសំណាងរបស់លោកអ្នកចាគឺមានលេខ09ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមមីសម្រាប់អ្នកកើតឆ្នាំមមីនៅក្នុងខែកក្កដានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នករស់នៅជាមួយនឹងគេហៅថាភាពវល់វល់ចាអាចអារម្មណ៍ឈើឆាវអារម្មណ៍ក្តៅក្រហាយចេះតែមានចូលមកក្នុងចិត្តរបស់យើងតែម្ដងហើយពេលខ្លះអ្នកខ្លះក៏អាចមានអារម្មណ៍ថាដូចខ្លួនឯងកំពុងតែនៅជាមួយភ្លើងគេអោភ្លើងអញ្ចឹងគឺក្តៅគ្រប់ពេលហើយអត់ដឹងខ្លួនឯងទេពេលខ្លះលោកអ្នកចេះតែឆ្ងល់ដែរមិនក៏មួយរយៈនឹងខឹងច្រើនមួម៉ៅច្រើនម៉ែចាធ្វើឲ្យយើងដូចថាអត់សប្បាយចិត្តពេលខ្លះយប់ឡើងហ្នឹងគឺគេអត់សូវលក់ទេធ្វើឲ្យយើងគិតច្រើនដល់ខ្លួនឯងអញ្ចឹងណាអញ្ចឹងប្រយ័ត្នអារម្មណ៍នឹងមែនតើមានអារម្មណ៍មិនល្អមានអារម្មណ៍មិនស្រួលលោកអ្នកបើគិតថាខ្លួនឯងដូចថាមិនសូវស្រួលទេគួរតែទៅពិភាក្សាជាមួយពេទ្យទៅណាដើម្បីរកដំណោះស្រាយណាចាហើយពាក់ព័ន្ធជាមួយរឿងលុយកាក់វិញក្នុងខែនេះលុយកាក់របស់លោកអ្នកឃើញថាលោកអ្នកអាចរកបានមកហ្នឹងគឺដោយលំបាកបន្តិចអីចាតម្រាំនឹងចូលបានមកមួយហ្នឹងគឺតឹងតែងហើយប្រយ័ត្នមួយទៀតអ្នកកើតឆ្នាំមមីចាលោកអ្នកអាចមានឱកាសប្រយ័ត្នជួបបញ្ហាពាក់ព័ន្ធនឹងចោលលួចចោលឆក់អីហ្នឹងផ្សេងណាចាអញ្ចឹងគួរតែប្រយ័ត្នប្រយែងមែនទែនជាពិសេសបងដែលគាត់ដូចថាចូលចិត្តដើរផ្សារដែរអីកាន់កាបូបអីហ្នឹងចាប្រយ័ត្នអាចត្រូវជួបចោលឆក់ចោលលួចអីហ្នឹងចាអញ្ចឹងគួរប្រយ័ត្នមែនតើណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងសុខភាពវិញនៅក្នុងខែនេះសុខភាពរបស់អ្នកអាចមិនសូវជាល្អទេគឺអាចមានភាគរយច្រើនមែនតើដែលយើងអាចមានឱកាសជួបមុខពេទ្យណាអញ្ចឹងប្រយ័ត្នប្រយែងចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារចាលោកអ្នកដែលមានការងារជាប្រចាំនៅក្នុងខែនេះឃើញថាលោកអ្នកអាចមានឱកាសនឹងមានការផ្លាស់ប្ដូរការងារថ្មីអ្នកខ្លះក៏ផ្លាស់ប្ដូរតួនាទីចឹងទៅចាហើយក៏អាចថាបងមួយចំនួនអាចមានឱកាសនឹងមានឱកាសស្គាល់មិត្តឬក៏មនុស្សថ្មីជាមួយនឹងការងាររបស់យើងផងដែរអញ្ចឹងការផ្លាស់ប្ដូរបើសិនជាអាចមានគឺអាចថាពេលនេះគឺល្អសម្រាប់លោកអ្នកណាអ្នកកើតឆ្នាំមមីចាហ
ហើយសម្រាប់ពាក់ព័ន្ធនឹងការរកស៊ីវិញឃើញថាលោកអ្នកអាចមានការព្រួយបារម្ភច្រើនប៉ុន្តែថាការជួញដូរការរកស៊ីរបស់អ្នកក្នុងខែនេះវាអាចថារកបានដែរគ្រាន់តែថាវាមិនសូវជាល្អខ្លាំងសម្រាប់យើងណាចាហើយពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូវិញសម្រាប់ជីវិតគូរបស់លោកអ្នកនៅក្នុងខែនេះដែរឃើញថាយើងរៀងពិបាកនិយាយគ្នាអាចថានិយាយអត់ចូលគ្នាទេចាលោកអ្នកឲ្យតែហាមាត់និយាយគ្នាគឺត្រូវតែឆ្លោះត្រូវតែប្រកែកត្រូវតែខ្វែងគំនិតគ្នាហើយនៅក្នុងខែនេះដែរលោកអ្នកអាចថាត្រូវជាយើងគ្រប់គ្រងអារម្មណ៍ខ្លួនឯងតិចដែរព្រោះដោយសារយើងអាចឆេវឆាវផងមួម៉ៅផងបើបងដែលជាបរិសុទ្ធនោះគួរប្រយ័ត្នខ្លាំងមែនទែនពួកអាចមានឱកាសខ្លាចយើងឈុលដៃឈុលជើងអាចមានអំពើហិង្សាក្នុងគ្រួសារដែរអញ្ចឹងប្រយ័ត្នមែនទែនណាចាសម្រាប់រឿងស្នេហារបស់អ្នកនៅទនេចានៅក្នុងខែនេះដែរលោកអ្នកត្រូវប្រយ័ត្នប្រយែងបន្តិចណាចានឹងអាចមានអ្នកព្យាយាមចូលមកដែរនៅក្នុងខែនេះប៉ុន្តែអាចមិនមែនជាមនុស្សដែលល្អទេនឹងអាចចូលមកបង្កបញ្ហាក៏ដូចជាធ្វើឲ្យលោកអ្នកខូចកេរ្តិ៍ឈ្មោះអញ្ចឹងអ្នកនៅទនេលោកអ្នកដែលមិនតមានអ្នកណាក្នុងខែនេះគឺប្រយ័ត្នមែនទែនណាចាហើយចុងក្រោយរឿងដែលគួរប្រុងប្រយ័ត្នបំផុតគឺលោកអ្នកត្រូវប្រយ័ត្នជាមួយនឹងតំណែងចាស់ទុំរបស់យើងជាមនុស្សស្រីលោកអ្នកអាចមានតំណែងអត់សូវល្អពីចាស់ទុំរបស់យើងដែលនៅទីឆ្ងាយឬក៏អាចថាចាស់ទុំរបស់យើងជាមនុស្សស្រីហ្នឹងពួកគាត់អាចនឹងមានបញ្ហាណាមួយដែលជាតំណែងមិនល្អសម្រាប់យើងអាចជាតំណែងសោកសៅណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងការធ្វើបុណ្យវិញគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការជួយតាមមន្ទីរពេទ្យណាចាដើម្បីជាការលើករាសីរបស់យើងចាហើយពណ៌លើករាសីសម្រាប់លោកអ្នកចាគឺមានពណ៌សូកូឡាហើយនិងពណ៌ទឹកប៊ិចលេខសំណាងចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំមមែសម្រាប់អ្នកកើតឆ្នាំមមែនៅក្នុងខែកក្កដានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកខ្វះភាពកក់ក្ដៅលោកអ្នកចង់ឲ្យមានអ្នកយល់ចិត្តចង់ឲ្យមានអ្នកយកចិត្តទុកដាក់ខ្លះណាព្រោះដោយសារអីលោកអ្នកនិយាយថាធ្វើអីក៏ដោយគឺកន្លងមកលោកអ្នកជាភាគីដែលត្រូវលះបង់ឲ្យគេមុនទើបទទួលបានការយកចិត្តទុកដាក់ត្រឡប់មកវិញអញ្ចឹងហើយក្នុងខែនេះមានអារម្មណ៍ថាលោកអ្នកទុនជ្រាយមែនតែនចាចង់ឲ្យគេមើលថែដែរអញ្ចឹងណាចាចាប់ផ្ដើមមានអារម្មណ៍គេហៅថាតូចចិត្តច្រើនហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងលុយកាក់វិញតំណែងលុយកាក់របស់លោកអ្នកនៅក្នុងខែនេះអ្នកកើតឆ្នាំមមែឃើញថាលោកអ្នកអាចមិនមានអីជាបញ្ហាទេដូចថាលុយកាក់របស់យើងអាចរកបានមានសល់សម្រាប់ទុកដាក់ប្រើប្រាស់បងមួយចំនួនក៏អាចថាកំពុងតែត្រៀមទិញរបស់ចូលហ្នឹងក៏អាចមានដែរសម្រាប់អ្នកកើតឆ្នាំមមែណាចាហើយបើពាក់ព័ន្ធនឹងសុខភាពវិញសុខភាពរបស់អ្នកនៅក្នុងខែនេះគឺលោកអ្នកត្រូវប្រយ័ត្នបញ្ហាពាក់ព័ន្ធជំងឺផ្ដាសាយជាមួយនឹងការអាឡែស៊ីការរមាស់នៅលើស្បែកអីហ្នឹងវាអាចនឹងកើតមានដែរសម្រាប់លោកអ្នកអញ្ចឹងត្រូវប្រយ័ត្នណាចាហើយពាក់ព័ន្ធនឹងរឿងការងារនៅក្នុងឱកាសនេះការងាររបស់លោកអ្នកឃើញថាលោកអ្នកអាចមានការបង្កើតនៅកំហុសដោយអចេតនាណាមួយនឹងអាចធ្វើឲ្យមានការទទួលបានការស្ដីបន្ទោសចាការផាកពិន័យអីមួយជាមួយនឹងថ្នាក់លើរបស់យើងអាចថាគាត់អាចនឹងមានការពមៀនលោកអ្នកអីចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយការរកស៊ីវិញសម្រាប់ការរកស៊ីរបស់អ្នកនៅក្នុងខែនេះឃើញថាយើងអាចនៅទទួលបានការគ្រប់គ្រងជាធម្មតាការលក់ដូរការជួញដូររបស់យើងមានចេញចូលជាធម្មតាណាចាមានភ្ញៀវថ្មីក៏អាចចូលមកគ្រប់គ្រងយើងដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូចាសម្រាប់ជីវិតគូរបស់លោកអ្នកដែលកើតឆ្នាំមមែចាសម្រាប់អ្នកឆ្នាំមមែនៅក្នុងខែនេះជីវិតគូរបស់អ្នកឃើញថាលោកអ្នកអាចមានអារម្មណ៍តូចចិត្តច្រើនចាអាចថាចង់ឲ្យដៃគូនឹងចាប់អារម្មណ៍ពីខ្លួនឯងខ្លះចង់ឲ្យដៃគូរបស់យើងដឹងថាយើងត្រូវការអីចង់បានអីខ្លះអញ្ចឹងណាចាអ្នកខ្លះក៏ចង់បានរបស់នេះរបស់នោះក៏តែអត់និយាយទេចង់ឲ្យដៃគូរបស់យើងដឹងចាបើចង់បានអីយើងនិយាយគ្នាទៅលោកអ្នកអាចនឹងបានណាប៉ុន្តែបើសិនជាងក់ងអន់ចិត្តគេអត់ដឹងទេចាហើយក៏អាចថាមិនអាចទទួលបានដែរហើយបើយើងអត់និយាយណាចាហើយងក់ងច្រើនហ្នឹងច្រើនទៅជារឿងធំទៀតអញ្ចឹងប្រយ័ត្នមែនតើណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយលោកអ្នកដែលនៅទនេចាលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងខែនេះដែរចាលោកអ្នកឃើញថាអាចព្យាយាមស្វែងរកមែនតើអត់ទាន់ជួបមនុស្សដែលត្រូវចិត្តទេចាមួយថ្ងៃលោកអ្នកគិតថាចូលចិត្តធ្វើខ្លួនឲ្យស្អាតចង់ឲ្យមានគេចាប់អារម្មណ៍អញ្ចឹងប៉ុន្តែនៅតែមិនទាន់ជួបមនុស្សដែលចាប់អារម្មណ៍ឬក៏អាចថាយើងអត់ទាន់ត្រូវចិត្តសម្រាប់ខ្លួនឯងដូចគ្នាអញ្ចឹងណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយរឿងដែលលោកអ្នកគួរប្រយ័ត្នបំផុតខែនេះអ្នកកើតឆ្នាំមមែលោកអ្នកប្រយ័ត្នមួយភ្លើងលេខរបស់អ្នកគឺឆុងជាមួយភ្លើងណាប្រយ័ត្នមានបញ្ហារបួសគ្រោះថ្នាក់ដោយសារភ្លើងចាចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យមួយជនពិការដើម្បីជាការលើករាសីរបស់យើងពណ៌លើករាសីរបស់អ្នកគឺមានពណ៌សហើយពណ៌ទឹកក្រូចណាលេខសំណាងរបស់លោកអ្នកគឺមានលេខ62ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំវកសម្រាប់អ្នកកើតឆ្នាំវកនៅក្នុងខែនេះចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកមើងម៉ាត់ម៉ត់ចត់ការតាំងចិត្តខ្ពស់ចាឃើញថាលោកអ្នកអាចកំពុងតែមានអារម្មណ៍មួយគឺអាចថាចង់ពង្រឹងខ្លួនឯងអ្នកខ្លះក៏កំពុងតែចង់ពង្រីកអំណាចខ្លួនឯងដែលយើងអាចថាចង់ឲ្យខ្លួនឯងខ្លាំងក្លាជាងមុនណាអញ្ចឹងនៅក្នុងខែនេះលោកអ្នកនិយាយឲ្យបានតិចលោកអ្នកនឹងអាចមានឱកាស
ធ្វើអីដែលយើងចង់ធ្វើបានព្រោះដោយសារបើសិនជាលោកអ្នកកំពុងតែតាំងចិត្តធ្វើអីលោកអ្នកចង់ឲ្យខ្លួនឯងរឹងមាំហើយលោកអ្នកនិយាយច្រើននឹងអាចថារឿងនោះវាទៅជាបែកខ្ញែកទៅវាទៅជាគេលែងសូវគោរពលែងសូវឲ្យតម្លៃមកលើយើងអញ្ចឹងលោកអ្នកអាចថាកាន់តែស្ងៀមស្ងាត់អំណាចរបស់លោកអ្នកគឺកាន់តែខ្លាំងណាស់នៅក្នុងខែនេះចាអញ្ចឹងនៅក្នុងខែនេះដែរលោកអ្នកអាចមានឱកាសគេហៅថានឹងទទួលបានជោគជ័យណាមួយដែលយើងកើតចេញពីការតាំងចិត្តនឹងផ្ទាល់តែម្ដងណាចាឬក៏អាចថាបើកំពុងមានការប្រកួតប្រជែងមួយលោកអ្នកអាចថាជាអ្នកដែលទទួលបានជោគជ័យឬអាចថាទទួលបានជ័យជំនះពានរង្វាន់ហ្នឹងគឺអាចនឹងបានមកយើងណានៅក្នុងខែនេះដែរចាហើយសម្រាប់រឿងលុយកាក់វិញនៅក្នុងខែនេះឃើញថាល្អប្រសើរដំណើរលុយកាក់របស់អ្នកឃើញថាมันមានអីជាបញ្ហាទេហើយនៅក្នុងខែនេះឃើញថាបងមួយចំនួនមិនអាចត្រូវចំណាយលុយកាក់អាចចំណាយទៅលើរឿងកូនចៅចាអាចចំណាយទៅលើរឿងការបង់ថ្លៃសិក្សារបស់កូនចៅរបស់យើងឬក៏អាចថាអ្នកខ្លះចំណាយលុយទៅលើការទិញសម្ភារៈអីផ្សេងសម្រាប់កូនចៅរបស់យើងនេះឯងចាហើយសម្រាប់សុខភាពវិញនៅក្នុងខែនេះលោកអ្នកប្រយ័ត្នភ្នែកណាអ្នកកើតឆ្នាំវកចាអាចមានបញ្ហាឈឺភ្នែកឈឺអីហ្នឹងវាអាចមានដែរចាហើយសម្រាប់រឿងការងារវិញការងាររបស់អ្នកឃើញថាល្អប្រសើរភាពជោគជ័យនឹងអាចកើតមានសម្រាប់លោកអ្នកហើយការរកស៊ីវិញឃើញថាมันមានអីជាកង្វល់ទេមានភាពរលូននិងមានដំណើរការជាធម្មតាណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលមានដៃគូសម្រាប់រឿងស្នេហានិងជីវិតគូរបស់អ្នកកើតឆ្នាំវកនៅក្នុងខែនេះផ្ទាល់បើសិនជាបងចាដែលកើតឆ្នាំវកមិនថាជាស្ត្រីជាបុរសទេបើសិនជាចូលចិត្តដូចថាដើរលេងចូលចិត្តសប្បាយជាមួយនឹងរឿងមិត្តភ័ក្តិត្រូវកាត់បន្ថយបើមិនចឹងទេលោកអ្នកអាចនឹងមានចំនួនជាមួយនឹងដៃគូរបស់យើងដោយសារតែយើងអាចថាឲ្យតម្លៃនឹងពេលវេលាទៅលើរឿងមិត្តភ័ក្តិច្រើនណាចាហើយក៏អាចថានឹងមានមិត្តភ័ក្តិនាំបញ្ហាឲ្យជីវិតគូរបស់យើងមានបញ្ហាមួយគ្នាដែរអាចឆ្លោះគ្នាមានរឿងប្រកែកគ្នានឹងឯងចាអាចថារឿងខ្លះយើងអត់គិតថាយើងអាចនឹងប្រាប់ដៃគូរបស់យើងទេតែមិត្តភ័ក្តិរបស់យើងអាចធ្លុយមាត់និយាយអាចលឺដល់ដៃគូរបស់យើងក៏អាចទៅជាឆ្លោះគ្នាចាអញ្ចឹងប្រយ័ត្នចំណុចហ្នឹងណាចាជីវិតគូរបស់អ្នកក្នុងខែនេះបើព្យាយាមមិនពាក់ព័ន្ធមួយអ្នកខាងក្រៅគឺអត់មានបញ្ហាអីទេណាចាអាចនឹងល្អជាងចាហើយសម្រាប់អ្នកនៅលីវលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងខែនេះអ្នកកើតឆ្នាំវកចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកចាប់អារម្មណ៍អ្នកណាក៏គេអត់ឆ្លើយតបចាឬក៏អាចថាយើងស្រឡាញ់អ្នកណាម្នាក់ចឹងស្រាប់តែនៅសុខក៏ដឹងថាគេមានម្ចាស់ហើយក៏អាចជួបអារម្មណ៍ខកចិត្តចឹងក្នុងខែនេះមិនទាន់ជួបគេហៅថាស្នេហាពិតប្រាកដសម្រាប់យើងទេអ្នកកើតឆ្នាំវកណាចាហើយពាក់ព័ន្ធជាមួយរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងខែនេះអ្នកកើតឆ្នាំវកគឺលោកអ្នកត្រូវប្រយ័ត្នចំពោះតំណែងមនុស្សភេទប្រុសចារៀងមានធំរៀងខ្ពស់ចាហើយសបល់រៀងសចាអាចមានឱកាសចាដែលគេអាចនឹងព្យាយាមនាំបញ្ហាឬក៏នាំរឿងក្តៅក្រហាយមកឲ្យលោកអ្នកអញ្ចឹងត្រូវប្រយ័ត្នមែនតើណាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការជួយទៅដល់លោកតាលោកយាយចាស់ដែលគាត់ដូចថាប្របាក់ហ្នឹងដើម្បីលើករាសីរបស់យើងណាពណ៌លើករាសីសម្រាប់លោកអ្នកគឺមានពណ៌ស្វាយពណ៌ផ្កាឈូកហើយនិងពណ៌សូកូឡាណាចាហើយសម្រាប់លេខសំណាងរបស់លោកអ្នកដែរចាគឺមានលេខ53ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំរកាសម្រាប់អ្នកកើតឆ្នាំរកានៅក្នុងខែកក្កដានេះផ្ទាល់ចាលោកអ្នកអាចមានអារម្មណ៍ថាលោកអ្នកចេះតែជួបមនុស្សដែលដូចថាមិនល្អណាចាធ្វើអីចាប់ផ្ដើមអីក៏ដោយគឺមានតែមនុស្សមករំខានហើយនៅក្នុងខែនេះដែរលោកអ្នកប្រយ័ត្នមែនតើគឺការនិយាយស្ដីពួកអាចមានឱកាសនឹងមានចំនួនពាក្យសម្ដីជាមួយអ្នកចិត្តខ្លួនណាចាអាចជាមិត្តភ័ក្តិរបស់យើងក្រុមគ្រួសាររបស់យើងក៏អាចមានដែរចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់វិញនៅក្នុងឱកាសនេះឃើញថាលុយកាក់របស់លោកអ្នកបើអាចទទួលបានវិញឃើញថាមកដោយលំបាកហើយក៏អាចថាតម្រាំនឹងយើងទទួលបានលុយកាក់ហ្នឹងក៏អាចត្រូវរងការប្រមាថការមើលងាយពីអ្នកចិត្តខ្លួនអីចឹងណាឬក៏អាចថាអ្នកជុំវិញខ្លួននឹងផ្ទាល់តែម្ដងអញ្ចឹងនៅក្នុងខែនេះតំណែងលុយកាក់របស់អ្នកឃើញថាវាអាចរៀងតឹងតែងតិចហើយអញ្ចឹងបើសិនជាទទួលបានហើយលោកអ្នកត្រូវប្រយ័ត្នហើយការចាយវារបស់យើងហ្នឹងកុំគេហៅថាតលាយពេកចឹងណាព្រោះអ្នកកើតឆ្នាំរកាលោកអ្នកតលាយមែនតើចាហើយសម្រាប់នៅក្នុងខែនេះអ្នកកើតឆ្នាំរកាលោកអ្នកត្រូវប្រយ័ត្នមួយយ៉ាងបើសិនជាមានអ្នកណែនាំឲ្យលោកអ្នកអាចថាលោកអ្នកត្រូវទទួលបានជោគជ័យឬក៏អាចថាពានរង្វាន់អីមួយឬក៏យើងអាចថាកំពុងប្រកួតប្រជែងអញ្ចឹងណាកុំជឿតាមគេដែលយកលុយទៅផ្ដល់ឲ្យគេឲ្យដើម្បីទទួលបានភាពជោគជ័យនោះមកវិញកុំឲ្យសោះលោកអ្នកអាចនឹងប្រយ័ត្នចាញ់បោកគេកន្លែងហ្នឹងអាចនឹងខាតបង់ទៀតចាហើយសម្រាប់សុខភាពវិញលោកអ្នកក្នុងខែនេះគឺប្រយ័ត្នបញ្ហាផ្ដាសាយចាហើយមួយទៀតគឺអាចមានបញ្ហាប្រយ័ត្នត្រូវសัตว์តិចសัตว์ខាំអីហ្នឹងគឺអាចមានអញ្ចឹងប្រយ័ត្នមែនតើណាអ្នកកើតឆ្នាំរកាចាហើយសម្រាប់រឿងការងារវិញនៅក្នុងឱកាសនេះការងាររបស់លោកអ្នកអាចថាយើង
អត់សบายចិត្តទេចាទៅដល់កន្លែងការងារពេលណាគឺមានអារម្មណ៍មួម៉ៅឈើឆាវតែម្ដងពួកអាចថាមានតែមនុស្សចាំបកបញ្ហាជាមួយយើងអីចឹងណាចឹងលោកអ្នកប្រយ័ត្នមែនតើអាចមានមនុស្សលួចខំយើងចឹងចាហើយសម្រាប់ការរកស៊ីវិញក៏ឃើញថាអាចមានការប្រកួតប្រជែងច្រើនអញ្ចឹងលោកអ្នកក៏គួរតែប្រុងប្រយ័ត្នតិចដែរអាចគេព្យាយាមដូចថារំខានដល់ការលក់ដូរការរកស៊ីរបស់យើងអញ្ចឹងអ្នកខ្លះក៏មកដណ្ដើមម៉ួយដណ្ដើមភ្ញៀវរបស់យើងនឹងឯងណាចាហើយសម្រាប់ពាក់ព័ន្ធនឹងរឿងស្នេហាឬក៏ជីវិតគូចាសម្រាប់ជីវិតគូរបស់អ្នកក្នុងខែនេះគាត់ថាប្រយ័ត្នរឿងការនិយាយគ្នាតាមទូរស័ព្ទចាបើជួបផ្ទាល់ប្រហែលជាអត់អីទេយើងរស់នៅជាមួយគ្នារាល់ថ្ងៃជីវិតគូរបស់យើងអាចយល់ពីគ្នាបានប៉ុន្តែអាចនឹងការនិយាយទូរស័ព្ទក្នុងខែនេះពេលដែលនិយាយត្រូវព្យាយាមប្រយ័ត្នរឿងសម្លេងរបស់យើងចាអាចមានសម្លេងធ្ងន់ស្រាយចឹងទៅក៏អាចធ្វើដៃគូរបស់យើងក៏អាចស្ដាប់ទៅមិនពេញចិត្តក៏អាចកើតរឿងឆ្លោះទាស់តែងគ្នានេះដែរណាចាហើយមួយទៀតគឺប្រយ័ត្នដោយសាររឿងកូនចាអាចម្នាក់កាន់ជើងកូននេះម្នាក់កាន់ជើងកូននោះចឹងក៏អាចឆ្លោះគ្នាដែរចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងស្នេហារបស់អ្នកនៅលាវចាអ្នកកើតឆ្នាំរកាស្នេហារបស់លោកអ្នកនៅក្នុងពេលនេះឃើញថាលោកអ្នកអាចរកអ្នកត្រូវចិត្តអត់ទាន់បានទេដោយសារលោកអ្នកអាចចង់មើលថែខ្លួនឯងក៏អាចថាឱកាសនេះលោកអ្នកអាចមិនទាន់ពេញចិត្តឬចាប់អារម្មណ៍អ្នកណាដូចគ្នាណាចាហើយសម្រាប់ពាក់ព័ន្ធជាមួយនឹងរឿងដែលគួរប្រុងប្រយ័ត្នបំផុតនៅក្នុងខែនេះគឺលោកអ្នកប្រយ័ត្នរឿងការធ្វើដំណើរពេលយប់ជ្រៅណាលេខដំណើររបស់យើងអាចមិនសូវជាល្អទេចាហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងការបរិច្ចាគណាចាជារបស់ចាស់ៗដែលយើងឈប់ប្រាក់ឲ្យទៅគេទៅដើម្បីលើករាសីរបស់យើងសម្រាប់ពណ៌លើករាសីរបស់អ្នកក្នុងខែនេះមានពណ៌ទឹកក្រូចនិងពណ៌ក្រហមណាចាលេខសំណាងរបស់អ្នកគឺមានលេខ72ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំចសម្រាប់អ្នកកើតឆ្នាំចនៅក្នុងខែកក្កដានេះផ្ទាល់ចាសម្រាប់លោកអ្នកអាចមានអារម្មណ៍មួយចាគឺលោកអ្នកអាចព្យាយាមបន្ទន់ចិត្តខ្លួនឯងចាអាចព្យាយាមដូចថាតម្លាក់ចោមិនថាអ្នកណាធ្វើអីមិនថាអ្នកណាបង្កបញ្ហាទេលោកអ្នកអាចព្យាយាមធ្វើអត់ដឹងអត់លឺហើយអាចថាព្យាយាមចង់មើលថែខ្លួនឯងដោយសារអាចថាកន្លងមកលោកអ្នកទុកខ្លួនឯងចោលច្រើនពេកណាអញ្ចឹងនៅក្នុងខែនេះបើសិនជាងាកមកមើលថែនឹងស្រឡាញ់ខ្លួនឯងជារឿងល្អមែនតើសម្រាប់អ្នកកើតឆ្នាំចណាចាហើយសម្រាប់រឿងលុយកាក់វិញតំណែងលុយកាក់របស់អ្នកនៅក្នុងខែនេះឃើញថាយើងអាចមានភាពនឹងណសម្រាប់ខ្លួនឯងណាចាលុយកាក់ក៏អាចមានប្រើប្រាស់ចាយវាយហើយក៏អាចមានជំនួយពីខាងក្រៅមានអ្នកជួយជ្រោមជ្រែងសម្រាប់យើងអ្នកខ្លះក៏អាចមានឱកាសទទួលបានអំណោយលាភសក្ការៈផ្សេងៗអាចនឹងមានចាហើយសម្រាប់សុខភាពនៅក្នុងខែនេះឃើញថាលោកអ្នករឹងមាំល្អមិនមានអីជាបញ្ហាទេចាហើយពាក់ព័ន្ធជាមួយរឿងការងារនៅក្នុងខែនេះការងាររបស់លោកអ្នកគឺត្រូវប្រយ័ត្នមែនទែនទៅធ្វើការហាមដាច់ខាតប្រយ័ត្នកុំឲ្យយឺតច្រើនដងពេកនឹងអាចមានការគេហៅថាមានអ្នកចាំសែវយើងណាគេចាំចាប់កំហុសយើងយកបញ្ហាហ្នឹងមកធ្វើឲ្យយើងអាចនឹងមានបញ្ហាជាមួយនឹងការងាររបស់យើងដែរចាហើយពាក់ព័ន្ធមួយការរកស៊ីវិញចាការរកស៊ីនៅក្នុងខែនេះឃើញថាមានដំណើរការជាធម្មតាមិនមានអីជាបញ្ហាទេចាហើយពាក់ព័ន្ធជាមួយរឿងស្នេហាឬក៏ជីវិតគូសម្រាប់ជីវិតគូរបស់អ្នកនៅក្នុងខែនេះឃើញថាយើងអាចមានការមើលថែគ្នាបានយ៉ាងល្អលោកអ្នកដែលមានដៃគូណាឃើញថាជីវិតគូរបស់យើងអាចល្អប្រសើរមិនថាកំពុងឆ្លោះគ្នាអីទេក៏អាចនឹងត្រឡប់មកត្រូវរើគ្នាវិញដែរនៅក្នុងខែនេះចាហើយរឿងដែលគួរប្រយ័ត្នបំផុតនៅក្នុងខែនេះដែរលោកអ្នកត្រូវប្រយ័ត្នរឿងបាត់របស់បន្តិចណាសម្រាប់អ្នកកើតឆ្នាំចចាហើយពាក់ព័ន្ធជាមួយនឹងស្នេហារបស់អ្នកនៅទនេចាលោកអ្នកឃើញថានឹងអាចមានឱកាសជួបមនុស្សដែលជ្រៅចិត្តសម្រាប់យើងណាចាហើយប៉ុន្តែក្នុងឱកាសនេះឃើញថាក៏គួរប្រយ័ត្នតិចដែរបើសិនជាលោកអ្នកអាចថានៅមិនទាន់ដាច់ស្រឡះជាមួយអ្នកចាស់អីកុំព្យាយាមបង្កើតតំណែងថ្មីណាចាប្រយ័ត្នអាចមានដៃគូចាស់របស់យើងនឹងគឺគាត់មករំខានយើងនេះដែរអញ្ចឹងក៏គួរប្រយ័ត្នចំណុចនេះចាហើយចុងក្រោយរឿងដែលគួរប្រយ័ត្នបំផុតមួយទៀតសម្រាប់លោកអ្នកចាគឺប្រយ័ត្នពាក់ព័ន្ធជាមួយនឹងការហូបចុកគ្រឿងសង្វឹងហើយកុំបើកបរណាចាបើមិនចឹងទេអាចនឹងនាំជាបញ្ហាឬក៏អាចកើតហេតុផ្សេងៗដែលយើងមិនគិតដល់ណាចឹងប្រយ័ត្នចំណុចនេះមែនតើហើយចុងក្រោយការធ្វើបុណ្យរបស់លោកអ្នកគឺអាសាធ្វើបុណ្យជាមួយនឹងការប្រឡែងសัตว์ទៅដើម្បីលើករាសីរបស់យើងណាពណ៌លើករាសីគឺមានពណ៌ស្វាយនិងពណ៌ទឹកប៊ិចចាលេខសំណាងរបស់លោកអ្នកគឺមានលេខ76ណាចាសម្រាប់តមកទៀតចូលដល់លោកអ្នកដែលកើតឆ្នាំកុលចាសម្រាប់កូនពៅអ្នកកើតឆ្នាំកុលនៅក្នុងខែនេះគឺលោកអ្នកអាចមានអារម្មណ៍មួយគឺអារម្មណ៍រវើរវាយអារម្មណ៍គិតច្រើនអារម្មណ៍នឹកគិតទៅដល់រឿងអតីតកាលណាអ្នកខ្លះក៏អាចនឹកគិតទៅដល់ក្រុមគ្រួសារសាច់ញាតិដែលបានចែកឋានទៅអ្នកខ្លះក៏អាចនឹកទៅដល់ចាស់ទុំដែលយើងធ្លាប់ស្គាល់អីចឹងទៅចាអញ្ចឹងអាចថាអារម្មណ៍ដិតដាមក៏ដូចជាអារម្មណ៍នឹកគិតទៅដល់រឿងចាស់អាចកើតមានសម្រាប់លោកអ្នកណាអ្នកកើតឆ្នាំកុលចាហើយបើពាក់ព័ន្ធនឹងរឿងលុយកាក់វិញតំណែងលុយកាក់នៅក្នុងខែនេះសម្រាប់លោកអ្នកมันមានអីជាបញ្ហាទេណាលុយកាក់របស់យើងឃើញថាអាចមានភាពរលូនយើងអាចរកបានពីនេះពីនោះចេះតែមានចូលមកចឹងទៅការជួញដូរការរកស៊ីរបស់យើងក៏ឃើញថាមានភាពល្អប្រសើរនិងអាចមានការរីកចម្រើនដូចគ្នាណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងការងារដែរនៅក្នុងខែនេះការងាររបស់លោកអ្នកក៏មិនមានអីជាឧបសគ្គដែរកន្លែងការងាររបស់យើងក៏ឃើញថាមានការបែងចែកការងារបានយ៉ាងល្អមានការជួយគ្នាទៅវិញទៅមកចាហើយសម្រាប់បើពាក់ព័ន្ធជាមួយនឹង
សុខភាពរបស់លោកអ្នកវិញនៅក្នុងខែនេះអ្នកកើតឆ្នាំកុលចាมันមានអីជាបញ្ហាទេសម្រាប់រឿងសុខភាពរបស់លោកអ្នកណាចាហើយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាឬក៏ជីវិតគូវិញចាសម្រាប់លោកអ្នកដែលមានដៃគូជីវិតគូរបស់អ្នកនៅក្នុងខែនេះក៏ឃើញថាយើងអាចមើលថែគ្នាបានយ៉ាងល្អហើយសម្រាប់បងដែលកំពុងមានបំណងចង់មានបុត្រធីតាហ្នឹងក៏អាចនឹងមានអ្នកមកចាប់កំណើតណាចាអ្នកខ្លះក៏អាចមានការទៅពិភាក្សាជាមួយនឹងគ្រូពេទ្យដើម្បីដូចថាចង់មាន baby អីហ្នឹងក៏អាចនឹងមានដែរចាហើយសម្រាប់លោកអ្នកដែលនៅទនេវិញចាលោកអ្នកដែលមិនទាន់មានអ្នកណានៅក្នុងខែនេះឃើញថាលោកអ្នកអាចមានការបានស្គាល់បានជួបជាមួយនឹងស្នេហាថ្មីតាមរយៈមិត្តភ័ក្តិនឹងអាចមានអ្នកជួយណែនាំលោកអ្នកបានជួបគ្នាណាចាហើយពាក់ព័ន្ធជាមួយការធ្វើបុណ្យវិញនៅក្នុងខែនេះគឺលោកអ្នកអាសាធ្វើបុណ្យជាមួយនឹងចាស់ទុំរបស់យើងជាមនុស្សស្រីឲ្យបានច្រើនដើម្បីលើករាសីរបស់យើងពណ៌លើករាសីសម្រាប់លោកអ្នកចាគឺមានពណ៌ផ្ទៃមេឃចាហើយនឹងពណ៌លឿងចាហើយសម្រាប់លេខសំណាងរបស់លោកអ្នកចាគឺមានលេខ68ណាចាចាអញ្ចឹងសម្រាប់រាសីឆ្នាំទាំង12សម្រាប់បងទាំងអស់គ្នាចាគឺយើងមានតែប៉ុណ្្នឹងទេអញ្ចឹងក៏សូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់បងប្អូនតាមដានជាមួយអ្នកគ្រូណាចាអញ្ចឹងកុំភ្លេចជួយ share វីដេអូនេះទៅកាន់បងប្អូនយើងបន្តទៀតផងដើម្បីឲ្យបងប្អូនយើងបានចូលទស្សនាបានដឹងឲ្យបានកាន់តែច្រើនដើម្បីប្រុងប្រយ័ត្នទាំងអស់គ្នាចាហើយក៏ជាកម្លាំងចិត្តសម្រាប់អ្នកគ្រូដូចគ្នាចាអញ្ចឹងក៏សូមជម្រាបលាបងប្អូនត្រឹមតែប៉ុណ្ណេះជួបគ្នានៅវីដេអូបន្តទៀតណាអរគុណច្រើនជម្រាបលា